បាទជំរាបសួរបងប្អូនទាំងអស់គ្នាអរគុណព្រះសម្រាប់ពេលវេលាថ្ងៃនេះដែលទ្រង់បានប្រទានពរឲ្យលោកគ្រូមករៀនបងប្អូនសាជាថ្មីម្ដងទៀតបាទអញ្ចឹងនៅថ្ងៃនេះយើងនឹងសិក្សាបន្តមេរៀនរបស់យើងបន្តទៀតហើយតទៅជាមួយនឹង grammar បាទ grammar របស់យើងនិយាយតទៅជាមួយនឹង subject pronouns yes no questions with be បាទដែល subject pronouns របស់យើងអាចបកប្រែថាសព្វនាមប្រធានណាសព្វនាមប្រធានហើយជាមួយនឹងទម្រង់សំណួរដែលយើងអាចឆ្លើយ yes ហើយនិង no ជាមួយនឹងB ដែរបាទ B របស់យើងតោះឥឡូវយើងនឹងសិក្សាជាមួយគ្នាតោះឥឡូវលោកគ្រូនឹងប្រាប់បងប្អូនទាំងអស់គ្នាតកតងជាមួយនឹងស្អីគេដែលហៅថា subject pronoun ហើយ subject pronoun មានអីខ្លះណាតោះឥឡូវយើងទៅមើល subject pronoun មានអីខ្លះសិន subject pronoun គឺមានទាំងអស់ហ្នឹងគឺ7ដែលហៅថាសព្វនាមប្រធានណាបាទគឺទាំងអស់គឺមាន7មាន I you we they he she it បាទមាន I you we they he she it ប៉ុន្តែថ្ងៃនេះយើងនឹងសិក្សាត្រឹមតែពពួកឯកវចនៈទេពួកឯកវចនៈហ្នឹងមានដូចជា I you he she and it បាទ we they បាទពហុវចនៈគឺអត់ទាន់សិក្សាទេយើងសិក្សាត្រឹមតែឯកវចនៈទេគឺមាន I you he she it តោះបងប្អូនអរគ្នាតោះឥឡូវនេះចូលទៅដល់ to be ដែល to be របស់យើងគឺ am is are អញ្ចឹងការប្រើប្រាស់ជាមួយនឹង subject to be ប្រើប្រាស់ជាមួយ subject បែបណាតោះI គឺប្រើជាមួយនឹង am you ប្រើជាមួយនឹង are he she and it គឺយើងប្រើមួយ is តោះបងប្អូនអរគ្នាណាអូខេតោះអញ្ចឹងឥឡូវយើងទៅមើលនៅ example បាទឬក៏ឧទាហរណ៍ទី1 am a musician am a musician ឬក៏យើងហៅថា I am a musician នេះសរសេរទម្រង់កាត់តែវាសរសេរទម្រង់ពេច I am បាទ I am ដូចនេះដែរ I am ណាតោះ am a musician ខ្ញុំជាតន្ត្រីករម្នាក់បាទខ្ញុំជាតន្ត្រីករម្នាក់តោះអញ្ចឹងយើងប្រើអីគេយើងប្រើ I ជាមួយនឹង am បើសិនជាយើងចង់សរសេរទម្រង់កាត់គឺ am ណាតោះ you're a student you're a student បាទអញ្ចឹងyou គឺយើងប្រើជាមួយនឹង are មានន័យថា you are a student ណា you are a student តែវាសរសេរទម្រង់កាត់គឺ your student បាទអញ្ចឹងបកប្រែថាអ្នកគឺជាសិស្សម្នាក់បាទអ្នកគឺជាសិស្សម្នាក់តោះឥឡូវយើងចូលទៅដល់ទី3 Kevin is from Liverpool បាទ Kevin is from Liverpool បាទអញ្ចឹង Kevin is from Liverpool យើងអាចប្រើជំនួសបាន he's from Liverpool បាទពួក Kevin គឺជាមនុស្សប្រុសដែរដែលយើងតំណាងឲ្យមនុស្សប្រុសអញ្ចឹង Kevin is from Liverpool he's from Liverpool ឬក៏ he is from Liverpool ក៏បានដែរបាទនេះទម្រង់កាត់អញ្ចឹងhis នេះគឺមកជំនួសបាទគឺជំនួសដោយឈ្មោះតែម្ដងឈ្មោះណាគេបរិសម្នាក់ដែលឈ្មោះថា Kevin តើបងប្អូនអរគ្នាបាទអញ្ចឹងhis នេះគឺយើងអាចជំនួសដោយឈ្មោះបាទដោយឈ្មោះមនុស្សបាទគឺមនុស្សប្រុសតោះទី2គឺ Sandy is a student បាទ Sandy is a student អញ្ចឹងយើងអាចជំនួសបានដោយ she's a student she's a student បាទអញ្ចឹងយើងអាចជំនួស she's តំណាងឲ្យឈ្មោះរបស់ Sandy គឺជាមនុស្សស្រីអញ្ចឹងយើងអាចជំនួសដោយ she's ឬក៏ she is តោះនេះព្រោះដោយសារតែកន្លែងនេះយើងអាចដឹងហើយ he she and it គឺយើងប្រើជាមួយនឹង is បើ he is she is ណា it is តោះយល់បងប្អូនអរគ្នាបាទល្អមែនតើតោះឥឡូវយើងចូលទៅដល់មួយទៀតតែតជាមួយនឹងប្រយោគស្របរបស់យើងចុងក្រោយគឺ Liverpool is in England Liverpool is in England បាទអញ្ចឹងយើងអាចជំនួសដោយអីគេបាទជំនួសដែរលោកគ្រូនឹងសរសេរពាក្យជំនួសដូចគ្នាពីរនេះណាបាទអញ្ចឹងយើងជំនួសដូចគ្នាដោយប្រើពាក្យថា it's តកតងជាមួយនឹងទីកន្លែងណាទីកន្លែងអីគេគឺ Liverpool បាទ Liverpool ហ្នឹងដូចជាទីក្រុង Liverpool ណាបាទអញ្ចឹងយើងអាចជំនួសដោយ is in England ណាដោយយើងអាចបកប្រែថានេះបើទី1ណា Liverpool is in England អញ្ចឹងមានន័យថាទីក្រុង Liverpool ហ្នឹងគឺនៅក្នុងអីគេនៅក្នុងប្រទេស England ឬក៏អង់គ្លេសបាទតមកវាយើងអាចបដូរពី Liverpool យើងអាចដាក់ it បាទវាគឺនៅក្នុងប្រទេសអង់គ្លេសបាទយល់បងប្អូនអរគ្នាតើតើជាមួយប្រយោគស្របដែលប្រើប្រាស់ជាមួយនឹងI you he she and it យល់ទេណា
បាទតោះឥឡូវបងប្អូនទាំងអស់គ្នាកលេចមកមើលតកតងជាមួយនឹង question វិញម្ដងប្រយោគសំណួរណាបាទ question ដែលយើងឆ្លើយតកតងជាមួយនឹង yes no បាទជាមួយនឹង with be ដូចគ្នាដែរ to be ណាអូខេតោះអញ្ចឹងនៅពេលដែលយើងចង់បង្កើតនៅប្រយោគសំណួរមួយបង្កើតនៅប្រយោគសំណួរមួយបងប្អូនទាំងអស់គ្នាត្រូវចាំថាត្រូវយកបាទទៅយក subject ប្រធានរបស់យើងគេហៅថាសព្វនាមប្រធានបាទយកវាមកដាក់នៅខាងក្រោយឯ to be របស់យើងមាន am មាន is are គឺយើងយកវាមកដាក់នៅខាងមុខវិញចាំបងប្អូនទាំងគ្នាគឺយក to be យកមកដាក់ខាងមុខដើម្បីយើងអាចបង្កើតទៅជាប្រយោគសំណួរហើយ subject របស់យើងគឺនៅខាងក្រោយវិញតោះបងប្អូនទាំងគ្នាណាតោះដូចទី1ឧទាហរណ៍ am I in your class am I in your class បាទសួរថាតើខ្ញុំនៅក្នុងថ្នាក់របស់អ្នកឬតើខ្ញុំនៅក្នុងថ្នាក់របស់អ្នកឬបាទអញ្ចឹងបើសិនជាខ្ញុំនៅក្នុងថ្នាក់របស់អ្នកឬខ្ញុំនេះជាអ្នកដែលសួរនេះអញ្ចឹងយើងត្រូវឆ្លើយថាបើសិនជាប៉ិតហើយយើងនៅហ្នឹងហើយបាទក្នុងថ្នាក់ហ្នឹងហើយ yes you are បាទ yes you are បាទឥឡូវនេះលោកគ្រូសំដាក់ you are បាទ yes you are តើបងប្អូនទាំងគ្នាបាទអញ្ចឹងទៅពេលបើយើងឆ្លើយបែបបដិសេធមែនទេបាទ no you are not no you are not បាទតើបងប្អូនទាំងគ្នាតោះអញ្ចឹងមិញបើយើងប្រើទៅជាមួយនឹងប្រយោគសំណួរដែលប្រើថា I បាទ subject I ណាយើងចង់បដូរវាទៅជាប្រយោគសំណួរគឺយើងយក I មកដាក់ក្រោយហើយ to be របស់យើង am is are គឺយកមកដាក់មុខវិញតោះបន្តទៀតកុំឲ្យវែង Are you from London Are you from London តែយើងទាញពីមុខមិញគឺអាហ្នឹងគឺនៅក្រៅយូរឯតែពេលឥឡូវយើងចង់ទាញមកជាប្រយោគសំណួរគឺយើងយក are យកមកដាក់ខាងមុខវិញ Are you from London បាទអញ្ចឹងបើសិនជាយើងឆ្លើយថាម៉េច Yes I am Yes I am បាទបើសិនជានិយាយថា No I'm not ឬក៏ No I am not បាទដូចគ្នាតទៀត Is he a singer Is he a singer បាទអញ្ចឹងបើសិនជាយើងឆ្លើយថាអូគាត់ពិតជាអ្នកចម្រៀងហើយគាត់គឺជាអ្នកចម្រៀងម្នាក់ហ្នឹងហើយអញ្ចឹងយើងឆ្លើយថាម៉េច Yes he is តែបើមិនមែនទេគឺ No he is not ឬក៏ No he is not តោះបងប្អូនគ្នាណាបាទតោះឥឡូវយើងចូលទៅដល់នេះវិញតើតមួយមនុស្សស្រី Is she from Canada បាទ Is she from Canada បាទអញ្ចឹងតើនាងមកពីប្រទេសកាណាដាឬបាទចុះបើគាត់មកមែនគឺយើងឆ្លើយថា Yes she is ឬក៏បើមែនទេ No she is not ឬក៏ she is not បាទ she is not ឬក៏ she is not តោះចុងក្រោយគឺ Is your name John Is your name John បើសិនជាយើងឆ្លើយមកវិញគឺ Is it sorry Yes it is Yes it is តែបើមិនមែនទេ No is not ឬក៏ No it is not បាទអញ្ចឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាយល់តាក់ទងជាមួយនឹងការប្រើប្រាស់ subject pronouns yes no questions with be បាទអញ្ចឹងលោកគ្រូមានតែប៉ុណ្្នឹងសង្ឃឹមថាបងប្អូនទាំងអស់គ្នាអាចនឹងយល់តាក់ទងជាមួយនឹងមេរៀនមួយនេះហើយយកមេរៀនទាំងអស់នេះទៅអនុវត្តហើយបង្កើតទៅជាល្បះផ្សេងដោយមាននៅ subject pronouns បាទរបស់យើងជាមួយនឹងទម្រង់សំណួរ yes no ហ្នឹងបាទការឆ្លើយ yes no ហើយជាមួយនឹង to be របស់យើង am is are បាទជាចុងក្រោយលោកគ្រូសូមអរគុណសូមព្រះប្រទានពរ